ភិបាលខេត្តកណ្ដាលលោកគួយចម្រើនបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធនិងមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់កែលម្អច្រាំងស្ទឹងព្រែកត្នោតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅការរសៀលថ្ងៃទី8ខែមករាឆ្នាំ2026លោកគួយចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ច្រាំងស្ទឹងដោយអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្ដៅធានាបាននូវសុវត្ថិភាពនិងមានគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគូបញ្ជាក់ថាគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតពេកខាងត្បូងស្ទឹងក្នុងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ590ម៉ែត្រនិងគ្រឿងបង្គុំថ្មីប្រវែង450ម៉ែត្រក្នុងនោះបានរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋបាលខេត្តកណ្ដាលគម្រោងនេះក្រុងនឹងបញ្ចប់ការសាងសង់ 100% នៅចុងឆ្នាំ2026ខាងមុខនេះ